នេះគឺជាចេកដែលមានទំហំធំនិងគួរឲ្យភ្ញាក់ផ្អើលបំផុតក្នុងโลกអាចនិយាយបានថាបានញ៉ាំតែមួយផ្លែនឹងគឺឆ្អែតពី3ថ្ងៃតែម្ដងចំណែកដើមរបស់វាវិញនៅពេលដែលយើងទៅឈរនៅក្បែរគឺមានអារម្មណ៍ថាដូចជាកំពុងឈរនៅក្នុងពិភពរបស់យក្សយ៉ាងអញ្ចឹងតើចេកមួយប្រភេទហ្នឹងគឺមានឈ្មោះបែបណាតើវាសម្បូរមាននៅតំបន់ណាខ្លះសូមកុំភ្លេចមើលឃ្លីបនេះរហូតដល់ចប់ចាំខ្ញុំនិយាយប្រាប់ជូនបងប្អូនទាំងអស់គ្នាដោយពូជចេកដ៏ធំទាំងនេះគឺមានឈ្មោះថា Giant Highland Banana ឬចេកយក្ស Highland ចេកយក្ស Highland គឺជាចេកមួយប្រភេទដែលត្រូវបានគេស្គាល់ថាជាពូជស្ដេចចេកដែលខ្ពស់បំផុតឬក៏ OTM គឺជាសមាជិកដ៏ជិតដិតបំផុតនៃគ្រួសារ Mosaceae និងជាសមាជិកតែមួយគត់នៃផ្នែក Enchantimuysa វាសម្បូរដុះលូតលាស់នៅតាមចន្លងភ្នំតាមតំបន់ព្រៃត្រូពិចនៃកោះញូគីនីនិងតំបន់អេហ្វិកក្នុងប្រទេសឥណ្ឌូនេស៊ីជាតំបន់ដែលល្បីរឿងព្រេងនិងរុក្ខជាតិដុះមកប្លែកៗនៅទីនោះហើយក៏ជាដើមកំណើតរបស់ចេកយក្ស Highland ផងដែរស្លឹករបស់វាអាចមានប្រវែងរហូតដល់5ម៉ែត្រនិងទទឹងរហូតដល់1ម៉ែត្រហើយជាចេកដែលធំនិងវែងជាងគេបំផុតនៅលើផែនដីយើងនេះហើយត្រូវបានគេរកឃើញជាលើកដំបូងនៅក្នុងឆ្នាំ1954និងជាធម្មតាដើមរបស់វាគឺអាចមានប្រវែងរហូតដល់15ម៉ែត្របើបូករួមជាមួយនឹងស្លឹកធាងរបស់វាទៀតគឺអាចមានប្រវែងរហូតដល់20ម៉ែត្រតែម្ដងបើរាប់ចាប់តាំងពីថ្ងៃដែលគេបានរកឃើញវានៅក្នុងឆ្នាំ1954មកចេកមួយប្រភេទនេះក៏ធ្លាប់ត្រូវបានគេរកឃើញដែលមានប្រវែងរហូតដល់30ម៉ែត្រផងដែរពលគឺយើងដើរទៅជិតគោរបស់វាងើយឡើងទៅលើគឺចង់បាក់កតែម្ដងអាចនិយាយបានថាដោយកំពុងតែឈរនៅក្បែរជើងរបស់យក្សយ៉ាងអញ្ចឹងហើយវាមានអង្កត់ជិតរហូតដល់94សង់ទីម៉ែត្រឯណោះវាចំណាយពេលលូតលាស់យ៉ាងហោចណាស់ក៏2ឆ្នាំនោះដែរដើម្បីចេញទៅយងចេញផ្លែជាលើកដំបូងបានហើយនឹងផ្លែរបស់វាមួយស្ទងគឺមានទម្ងន់មិនតិចជាង60គីឡូក្រាមនោះឡើយពេលចេញពីទៅយងភ្លាមចេកមួយស្ទងគឺផលិតផ្លែរហូតដល់300ផ្លែឯណោះចំណែកផ្លែរបស់វានីមួយៗគឺអាចមានប្រវែងរហូតដល់18សង់ទីម៉ែត្រហើយបើប៉ះផ្លែណាថ្លោៗវិញគឺវាមានទំហំស្ទើរតែប៉ុណ្្នឹងទេរកទៅតែនឹងកើតបាត់ទៅហើយចំពោះសាច់របស់វាគឺមិនសូវមានរសជាតិផ្អែមឆ្ងាញ់ដូចជាចេកណាំវ៉ានោះទេតែវាមានក្លិនពិសេសនិងសាច់ស្អិតល្មួតគឺស័ក្តិសមបំផុតក្នុងការយកទៅស្ងោរញ៉ាំឬយកទៅធ្វើនំចេកអីផ្សេងតែបើហ៊ានយកទៅញ៉ាំឆៅលេងក៏ញ៉ាំបាននោះដែរគ្រាន់តែរសជាតិរបស់វាគឺចាញ់ចេកអំបូងនិងចេកណាំវ៉ាបន្តិចអញ្ចឹងហើយបើចង់ញ៉ាំវាឲ្យឆ្ងាញ់គឺតតែយកវាទៅស្ងោរហើយពិតណាស់ថាដើមរបស់វាខ្ពស់បែបនេះបើចង់ប្រមូលផលរបស់វាគឺមិនមែនជារឿងដែលងាយស្រួលនោះឡើយហើយការកាប់យកផ្លែរបស់វាគឺមិនតម្រូវឲ្យកាប់ដើមធ្វើឲ្យការប្រមូលផលម្ដងរាំងពិបាកបន្តិចព្រោះពួកគេត្រូវឡើងទៅកាប់ដូច្នេះហើយទើបវាមានតម្លៃថ្លៃគឺមិនសូវប្លែកព្រោះចេកមួយប្រភេទនេះគឺមានតែនៅតាមតំបន់ព្រៃធម្មជាតិបូករួមទាំងការស្វែងរកនិងការកាប់យកផ្លែរបស់វាគឺមានផលលំបាកទើបធ្វើឲ្យតម្លៃរបស់វាគឺថ្លៃគួរសមហើយអ្នកវិទ្យាសាស្ត្របាននិយាយផងដែរថាចេកយក្ស Highland គឺអាចនឹងមានសារធាតុចិញ្ចឹមនិងគុណប្រយោជន៍ជាច្រើនទៀតដែលយើងមិនទាន់បានដឹងមិនទាន់បានឃើញហើយថែមទាំងជាប្រភេទចេកបុរាណដែលបានលាក់អាត់កំបាំងជាច្រើនតាក់ទងទៅនឹងរឿងរ៉ាវស្ដីអំពីត្រកូលរបស់ចេកអញ្ចឹងហើយបានន័យថាចេកយក្ស Highland មិនត្រឹមតែជាប្រភេទចេកຂະຫນາດយក្សធម្មតានោះទេតែវាបង្ហាញអំពីភាពអស្ចារ្យនៃវិទ្យាសាស្ត្រនៃរូបសាស្ត្រនឹងធ្វើឲ្យមនុស្សលើលោកយើងនេះបានដឹងថានៅលើផែនដីយើងនេះគឺមានរឿងរ៉ាវដ៏អស្ចារ្យជាច្រើនតម្រូវឲ្យយើងសិក្សាបន្ថែមទៀតហើយមកដល់ចំណុចនេះផងដែរខ្ញុំសូមអរគុណនិងសូមជម្រាបលាជួបគ្នាជាបន្តបន្ទាប់នៅវីដេអូក្រោយៗបាយអ្នកទាំងអស់គ្នា